គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ថ្មីរបស់ខ្ញុំបាទហើយខ្ញុំមកកាន់ Channel នេះបាទមិនទាន់ដឹងដាក់ឈ្មោះទេបាទហើយបានពីបងប្រុសម្នាក់បាទបងលិចខាងបាត់បាត់ដបងបាទក្តៅ Channel នេះមកអញ្ចឹងខ្ញុំអាចនឹងដាក់វីដេអូថ្មីចូល Channel មួយនេះហើយក៏សូមបងប្អូនយើងគាំទ្រផងបាទឥឡូវយើងខ្ញុំគាត់ផុស1 2 3វីដេអូចោលតេស្តចោលមើលសិនថាតើសន្ទុះនៃការគ្រប់គ្រងនឹងកម្រិតណាឯកម្រិតណីបាទហើយយើងក៏មានព័ត៌មានថ្មីផ្លាច់ច្រើនណាស់ក្នុងប្រទេសថៃបាទហើយបើចិនព័ត៌មានគឺខ្ញុំយកចេញពីប្រទេសថៃមកណាបាទយកពីប្រទេសថៃមកទេហើយឃើញថាមានព័ត៌មានពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យឆាបឆេះដូចជាព័ត៌មានពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍និងព័ត៌មានថ្មីច្រើនទៀតនៅប្រទេសថៃបាទឥឡូវនេះយើងងាកមកមើលព័ត៌មានទី1មុនសិនពាក់ព័ន្ធទៅនឹងប្រតិការគ្រោះថ្នាក់អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់បូរុនរាជធានីបាទទីក្រុងបាងកកនៅវេលាម៉ោង10ឧសភានៅវេលាថ្ងៃទី10បាទនេះច្រឡំម៉ោង10បាទថ្ងៃទី10ខែឧសភាឆ្នាំ2026នេះមានករណីអគ្គិភ័យបានឆាបឆេះរថយន្តដឹកទំនិញធុនតូចមួយគ្រឿងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរនិងបរិវត្តនៅក្បែរផ្លូវខាងលើបាទនៅវេលាម៉ោង2:25នាទីរសៀលភ្នាក់ងារបង្ការនិងប្លុកគីភ័យ Fire Rescue Thailand បានទទួលសញ្ញាអាសន្នតាមរយៈកម្មវិធី LINE បញ្ជាក់អំពីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅច្រកបូរមរាជធានីលេខ66នៅក្នុងសង្កាត់ធម្មរាជបាទខណ្ឌវឌ្ឍនាព្រាមនោះកម្លាំងសមត្ថកិច្ចនិងប្លុកគីភ័យបានទៅដល់កន្លែងមិនទាន់ដើម្បីធ្វើការប្រតិអគ្គិភ័យផងដែរនៅវេលាម៉ោង2:35នាទីរសៀលកម្លាំងប្លុកគីភ័យចេញពីស្ថានីយ៍វិវឌ្ឍនានិងស្ថានីយ៍បានខុនតុនធ្វើដំណើរទៅដល់ដំណាក់កាត់ហេតុមន្ត្រីជំនាញបានចាប់ផ្ដើមប្រើប្រាស់ទឹកដើម្បីបាញ់បន្លត់គ្រប់គ្រងស្ថានភាពបានទាំងស្រុងបណ្ដាភ្លើងបានចាប់ផ្ដើមរត់ទៅវិញគឺរត់ទៅវិញទាំងស្រុងនៅពេលនោះនៅវេលាម៉ោង2:42នាទីក្រោយការខិតខំប្រឹងប្រែងនៃប្លុកគីភ័យបានរាយការណ៍មកថាគឺភ្លើងគឺបាត់រត់ជាស្ថាពរ 100% ហើយស្ថានភាពនៅកន្លែងកាត់ហេតុតាមរយៈរូបភាពកន្លែងកាត់ហេតុបានឃើញថាមានរថយន្តសង្គ្រោះប្រភេទដឹកទំនិញ pick up បាទមានដំបូលដាច់ពីក្រោយអគ្គិភ័យបានឆាប់ tester តែទាំងស្រុងដែលបន្សល់ទុកនៅក្រងដាច់ខ្មៅញញតែម្ដងសំណាងល្អក្នុងហេតុការណ៍នេះគឺមានអ្នករងរបួសឬក៏បាត់បង់អាយុជីវិតនោះទេបាទអញ្ចឹងនេះគឺជាពីវីដេអូខ្ញុំដាក់តេស្តលេងនេះបាទមិនយកជាកាយទេបាទហើយក៏សូមបងប្អូនបើឃើញខ្ញុំនៅ channel នេះហើយសូមមេត្តាគាំទ្របន្តទេបាទសូមអរគុណសូមគោរពលាហើយឈ្មោះ channel បងប្អូនគាត់ថាឈ្មោះអីព្រោះបងប្អូនជួយខមមិនមកខ្ញុំដាក់តាមបងប្អូនអូខេសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ